បានឈ្មោះហេងគីមហងជាសិស្សនៅថ្នាក់ទី12 A នៃអង្គការលើកស្ទួយប្រជាពលរដ្ឋបច្ចុប្បន្នខ្ញុំរស់នៅភូមិណាក់ធំសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញហើយបងប្អូនខ្ញុំមានបងប្អូនចំនួន4នាក់ខ្ញុំជាកូនច្បងហើយឪពុកម្ដាយរបស់ខ្ញុំឪពុកគាត់ប្រកបមុខរបរអ្នកប្រមូលសំរាមរីឯម្ដាយជាស្ត្រីមេផ្ទះជីវភាពគ្រួសាររបស់ខ្ញុំមានសភាពលំបាកដោយសារពីមុនខ្ញុំគ្មានផ្ទះសម្បែងឬទីលំនៅច្បាស់លាស់ទេហើយបច្ចុប្បន្ននេះក៏ខ្ញុំរស់នៅជាមួយលោកយាយរបស់ខ្ញុំដែរមុននឹងខ្ញុំចូលរៀននៅអង្គការលើកស្ទួយប្រជាពលរដ្ឋខ្ញុំបានរៀននៅថ្នាក់បតីនៃសាលាក្បែរភ្នំចាក់សំរាមមួយហើយបច្ចុប្បន្ននេះខ្ញុំបានរៀននៅសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋការដែលខ្ញុំរៀននៅអង្គការលើកស្ទួយប្រជាពលរដ្ឋនេះខ្ញុំទទួលបាននៅបទពិសោធន៍ចំណេះដឹងថ្មីស្វែងយល់ពីការសិក្សារៀនសូត្រទាំងវិទ្យាសាស្ត្រសង្គមនិងអង់គ្លេសព្រមទាំងទទួលបានចំណេះដឹងខាង technology ថែមទៀតហើយការប្រកួតមួយចំនួនដូចជាការប្រកួត debate tempo គណិតវិទ្យានិងការឡើងនិយាយ spelling ជាដើមឆ្នាំដែលខ្ញុំបានចូលរួមនៅអង្គការលើកស្ទួយប្រជាពលរដ្ឋដំបូងនៅឆ្នាំ2016ហើយពេលចូលថ្នាក់ទីបតីហើយខ្ញុំចូលតាមរយៈនាយកសាលាដោយសារខ្ញុំបានដើរកាត់ឃើញសាលានេះមានការសិក្សាបានល្អនិងទទួលបានការហ្វឹកហាត់ពីគ្រូបង្រៀនបានស្ទាត់ជំនាញខ្ញុំទទួលបានសមិទ្ធផលដូចជាក្រេបជញ្ជក់នៅចំណេះដឹងថ្មីបទពិសោធន៍ខាងវិទ្យាសាស្ត្របច្ចេកវិទ្យាចំណេះដឹងទូទៅការសិក្សារៀនសូត្រពីភាសាបរទេសនិងហ៊ានធ្វើអ្វីដែលខ្លួនមានហើយនៅពេលថ្ងៃអនាគតខ្ញុំចង់ធ្វើជាអ្នកគ្រប់គ្រងបើអាចទៅសិក្សារៀនសូត្រនៅបរទេសទីចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់នាយកសាលានួនភីមានដែលបង្កើតសាលាក្នុងការជួយដល់កុមារកំព្រាដែលខ្វះខាតនិងដល់ចម្រុះស្នាក់នៅដល់សិស្សានុសិស្សដែលបានមកសិក្សាគ្មានទីលំនៅច្បាស់លាស់និងការបោះបង់ពីអាណាព្យាបាលជាដើម